จับดามลูกคือได้จังหมอจับดามลูกก็ดันหมดจ้าชื่อจะกุ้งชื่อจะแก่แต่เราไปเยอะบ้านฉโนบ้านน้อยtrước đó sai trừมองโปรตัวกันนี่อันนี้หัวเตี้ยใจติดคือมีนมกรุมวยแต่งั้นเราไปละบ้านประจำในข้างพุ่มบ่มเนาะนี่อันนี้เหมือนพุ่มบ่มเนาะในข้างcái nàyพุ่มบ่มเนาะnàoพุ่มบ่มเนาะคุ้มเฉต้มสระก็ใครโปรสัตได้chỉ tôi tới video nhóm thót chỉ cho nênแต่ต้องช่วยđây để chọc stang ប៉ុន្តែឥឡូវនេះគឺចង់ណែនាំបងប្អូននេះនៅនំគ្រក់មួយដែលឆ្ងាញ់ណាហើយឆ្ងាញ់នឹងគ្រាន់អីគេគឺអ៊ំស្រីគាត់ចាក់ក្រៀមល្អខ្លាំងមែនតើនេះបងប្អូននេះហើយអ៊ំនំគ្រក់ហ្នឹងមិនត្រូវមកក្រៀមណាគាត់មានរូបមន្តពិសេសដែលចាក់ហើយគាត់ប្រើចក្រានខ្ជុងកញ្ចានខ្ជុងហ្នឹងមិនថាតាការដាំបាយទេនិយាយទៅឲ្យតែប្រភេទប្រើចក្រានខ្ជុងណាមកហូបចេញមកឈ្ងុយឲ្យឆ្ងាញ់មែនតើនេះជាក់ស្ដែងនេះនំគ្រក់ដែលគាត់ចាក់នេះវាក្រៀមល្អខ្លាំងណាជាទូទៅអ្នកគាត់ចាក់នំគ្រក់អត់សូវក្រៀមទេរៀងសឲ្យតុនតែអានេះគឺគាត់ចាក់រៀងក្រៀមហើយអ្វីដែលពិសេសហ្នឹងនៅពេលដែលយើងញ៉ាំទៅវាឈ្ងុយខ្ទិះដូងណាឈ្ងុយពេញមាត់ហ្មងនេះបងប្អូននេះឈ្ងុយហ្មងណាគាត់លក់ហ្នឹងគឺគាត់មានម៉ោងកំណត់ទៀតហើយលក់អត់យូរទេតែ1ម៉ាន់ម៉ោងអស់ហើយនេះអ៊ំស្រីហើយគាត់មានអ៊ំស្រីអាយុម៉ែនអីចាខ្ញុំ68ហើយ68ចា68ឆ្នាំប៉ុន្តែនំគ្រក់នេះអ៊ំចាក់ប៉ុន្មានឆ្នាំអីមួយឆ្នាំជាងទេតែមួយឆ្នាំជាងទេប៉ុន្តែរូបមន្តនេះយូរមកហើយរូបមន្តប្រចាំគ្រួសារចាហើយហេតុអីបាននឹកឃើញថាចង់មកលក់នំគ្រក់នេះវិញដឹងរោអីនឹកឃើញចាក់នំគ្រក់ហើយដំបងឡើយលក់ដាច់អញ្ចឹងតាំងពីដើមហ្មងចាលក់ដាច់តាំងពីដើមមកចាប់ដើមលក់គឺដាច់អញ្ចឹងហ្មងចាក់ដើមលក់ក៏ដាច់ហ្មងបានថាស្នាដៃហ្នឹងគឺមានតែអ្នកគាត់ញ៉ាំគាត់ស្គាល់ញ៉ាំច្រើនហើយចាអញ្ចឹងដល់ពេលយើងលក់ភ្លាមយើងបើកហាងភ្លាមគឺលក់ដាច់ព្រោះជាទូទៅអ្នកតែបើកហាងភ្លាមវាមិនសូវមានម៉ួយយេចាហាងហ្នឹងបើកភ្លាមដាច់ភ្លាមចាមួយខែមួយថ្ងៃអាចលក់បានប៉ុន្មានទៅអ៊ំមួយថ្ងៃអត់ទៀនជាណាទៅបើយើងធ្វើត្រឹម30កំប៉ុងអីបានជាង100000អីអញ្ចឹងទៅចា30កំប៉ុងបាន100000ជាងចាចុះក្នុងមួយថ្ងៃហ្នឹងយើងប្រើប៉ុន្មានកំប៉ុង30ទៅ35អីអញ្ចឹងទៅ30ទៅ35ចាអាហ្នឹងយើងស្ទង់មើលភ្ញៀវច្រើនចាអញ្ចឹងយើងទៅកិនហែមឬក៏យើងកិនចំនួនយើងទៅកិនហែមកិនភ្លាមចាក់ភ្លាមចាកិនភ្លាមចាក់ភ្លាមមកទៅត្រង់ថាអីម៉ួយនេះអាចប្រមូលលុយបានច្រើនយើងទៅកិនភ្លាមណែណាដូចថាភ្ញៀវមើលច្រើនចាំអញ្ចឹងទៅមើលទៅមិនតោនឹងខ្វះហើយយើងទៅកិនថែមទៀតឲ្យបាក់អីណាស្អីច្រើននេះគ្រាន់តែមុខរបរប្រចាំថ្ងៃហ្នឹងក៏អ៊ំស្រីគាត់បានថាអាចចិញ្ចឹមជីវភាពមកស្រួលមកធូរណាបងប្អូនណាហ្នឹងឯវីដេអូបញ្ចប់ប៉ុណ្ណឹងទៅអត់មានអីច្រើនទេគ្រាន់តែបង្ហាញថានៅខាងភូមិបំណក់យើងក៏មាននំគ្រក់ដែលឆ្ងាញ់រូបមន្តពិសេសដែលធ្វើដោយអ៊ំស្រីអាយុ68ឆ្នាំហើយប៉ុន្តែគាត់នៅមាំណាអត់មានឈឺស្កាត់អីណាអ៊ំណាឈឺដែរចាឈឺជង្គង់ឈឺចកេះតែដល់ពេលយើងបានចំណូលបានលុយtrướcដល់សូវឈឺចាអរគុណច្រើនអ៊ំជំរាបលាបងប្អូន